សួស្តីបងប្អូនទាំងអស់គ្នាអានេះគឺ iPhone 17 Pro Max ពណ៌ទឹកក្រូចភ្ញៀវសួរថាទិញពេលណាល្អទិញពេលណាហុងស៊ុយខ្ពស់បាទនិយាយទៅពេលដែលទិញណាគឺឥឡូវហ្នឹងបងប្អូនទាំងអស់គ្នាឃើញវីដេអូហ្នឹងពេលណាចង់ប្រើពេលណាគឺទិញពេលហ្នឹងទៅជាក់ស្ដែងតម្លៃវាឆ្នាំនេះគឺវានឹងល្អខ្លាំងមែនតើសូម្បីតែណាគេក៏អត់រំពឹងទុកថាភ្ជុំហើយថ្លៃតម្លៃវានៅតែថ្លៃដដែលជាក់ស្ដែងនៅក្នុងដៃរបស់ខ្ញុំនេះម៉ាស៊ីននេះគឺម៉ាស៊ីន ZA អានេះខ្ញុំបិទព័ត៌មានចោលកុំឲ្យប៉ះពាល់អានេះគឺម៉ាស៊ីន ZA ហាងឆេងវាឥឡូវពណ៌ទឹកក្រូច1700ជាងបងប្អូនអ្នកគ្នាតម្លៃប៉ុណ្ណឹងគឺសមល្មមសម្រាប់បងប្អូនអ្នកគ្នាយកទៅប្រើហើយអានេះម៉ាស៊ីន ZA បងប្អូនអ្នកគ្នានេះប្រហែលឲ្យបងប្អូនអ្នកគ្នាមើលតិចចុះដើម្បីប្រហែលដូចខ្ញុំបានបងប្អូនអ្នកគ្នាត្រូវប្រើបច្ចេកទេសនេះត្រូវប្រើឡានឬក៏កបិតមុតស្រួចបាទនេះណែមួយ color គេហេលយឯងស៊ីមួយ background ហ្មងខ្ញុំអត់ចូលចិត្តពណ៌ទឹកក្រូចទេប៉ុន្តែក៏មើលនាឡិកាអត់ចូលចិត្តទឹកក្រូចទេតែក៏មើល background ផ្ទះខ្ញុំនេះបងប្អូនអ្នកគ្នាមើលរូបរាងគេខាងក្រៅមិនដែរខ្ញុំដាក់កាមេរ៉ាឲ្យគេឲ្យបងប្អូនមើលនេះតួឆ្នាំហ្នឹងគេឈប់ប្រើតួទីតានីមណាឥឡូវហ្នឹងណាគឺគេប្រើលុយមីញ៉ូមវិញបើ iPhone 16 Pro Max iPhone 16 Pro គឺប្រើទីតានីមអញ្ចឹងបងប្អូនទាំងគ្នាអានេះខ្ញុំ set up បិទ screen អូខេជួយស្អាតស្រាប់អីមិនចាំទៅជូតអីទេបិទ screen យកហ្មងមកនេះខ្ញុំបិទ screen ប្រភេទពួកស្អីគេនេះអូខេ butter ឯមិនចេះអត់ចេះអានទេបងប្អូនអ្នកគ្នាមានតែគេអានដាច់អត់នេះ Vota តែ screen នេះអត់មានហ្គេមទេណាបងប្អូនអ្នកគ្នានេះអត់មានហ្គេមទេអេម screen នេះតំណងប្រើឡើងមាំហ្មងបើសិនជាវាចេញពពុះអញ្ចេះបងប្អូនអ្នកគ្នាប្រហែលវាបន្តិចមកប្រហែលឲ្យវាហត់ទៅឯងអាចសកត់បន្ថែមបានបើសិនចង់ឲ្យវាលឿននេះ first boot បើកលើកដំបូងហ្មងពណ៌ទឹកក្រូចនេះគឺសម្រាប់អ្នកដែលគាត់ចូលចិត្តរបស់ដែលឆើតដែលចាំងគាត់លើកអាឡូខ្វាច់មកនេះថយអាឡូวันហ្នឹងគឺគេដឹងថា iPhone 17 Pro Max ហ្មងនេះកាប់ហ្មងណា